រាជធានីភ្នំពេញលោកឆាយហុងព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យឲ្យការអំសាលាដំបងរាជធានីភ្នំពេញនៅថ្ងៃទី16 ខែឧសភាឆ្នាំ2025នេះបានឲ្យដឹងថាករណីជនជាតិចិនម្នាក់ផ្ទុះអាវុធចំនួន2គ្រាប់ខឹងសន្តិសុខហាមមិនឲ្យជក់បារីត្រូវបានតំណាងឲ្យការបើកការស៊ើបសួរលើជនសង្ស័យឈ្មោះលីជាម៉ងភេទប្រុសពីបទកាន់កាប់ប្រើប្រាស់លុបទិញនៅអាវុធគ្រឿងផ្ទុះដែលគ្មានការអនុញ្ញាតតាមមាត្រា20នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវយោងតាមមាត្រា20នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវជនណាដែលបំពាក់ដាក់តាមខ្លួនកាន់កាប់ប្រើប្រាស់លុបទិញឲ្យខ្ចីផ្ទេរចែកចាយជួលកែច្នៃដំឡើងជួសជុលនៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតត្រូវប្រន្ទាទោសដាក់ពន្ធនាគារពី6 ខែដល់2 ឆ្នាំនិងត្រូវពិន័យជាប្រាក់ពី50,000ដល់2 លានរៀលតែពុំទាន់គិតពីបទល្មើសព្រមទាំងផ្សេងទៀតសូមជម្រាបថាបរិសុទ្ធជនជាតិចិនខាងលើត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹមនៃអធិការដ្ឋាននគរបាលខណ្ឌ7មករាធ្វើការឃាត់ខ្លួនបន្ទាប់ពីផ្ទុះអាវុធចំនួន2គ្រាប់ដោយបាញ់គំរាមសន្តិសុខដែលហាមមិនឲ្យជក់បារីពេលចូលក្នុងភោជនីយដ្ឋានផឹកស៊ីហេតុការណ៍នោះបង្កឡើងកាលពីវេលាម៉ោង 2:50 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី11 ខែឧសភាឆ្នាំ2025នៅចំណុចមុខខាងចិនមួយកន្លែងយីហៅផ្ទះបាយជីសាំងស្ថិតនៅផ្លូវ232កែង111សង្កាត់បឹងប្រលិតខណ្ឌ7មករារាជធានីភ្នំពេញជនបង្កមានឈ្មោះលីជាម៉ងភេទប្រុសអាយុ34ឆ្នាំមុខរបរជាបុគ្គលិកហួយវ៉ាន់ភេនិងស្នាក់នៅបន្ទប់លេខ504ជាន់ទី5អគារហួយវ៉ាន់ភេសង្កាត់បឹងប្រលិតខណ្ឌ7មករាតាមសាក្សីបុគ្គលិកហាងលក់ដូរខាងលើបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញជនជាតិចិនម្នាក់នោះដកបារីចេញពីហោប៉ាល់រួចទាញតែកេះអុចបំរុងជប់ប៉ុន្តែឃើញដូច្នោះសន្តិសុខយាមនៅទីនោះក៏បានដើរទៅហាមមិនជក់បារីនៅពេលចូលក្នុងភោជនីយដ្ឋានភ្លាមនោះបរិសុទ្ធជាជនជាតិចិនស្រាប់តែទាញកាំភ្លើងខ្លីចេញពីចង្កេះបាញ់ឡើងលើចំនួន2គ្រាប់ជាការបាញ់គំរាមសន្តិសុខធ្វើឲ្យមានការភ្ញាក់ផ្អើលឈូឆោស្របពេលនោះបុគ្គលិកបម្រើការងារនៅហាងបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះជួញអន្តរកម្មឃាត់ខ្លួននិងឃាត់ខ្លួនខ្មាន់កាំភ្លើងយកទៅសាកសួរជាក់ស្ដែងសមត្ថកិច្ចបានរហូតសម្ភារៈនិងវត្ថុតាងរួមមានអាវុធខ្លីជាលុប15មួយដើមគ្រាប់កាំភ្លើងចំនួន8គ្រាប់សម្បកគ្រាប់ចំនួន2គ្រាប់ទូរស័ព្ទដៃម៉ាក iPhone 7ពណ៌ផ្កាឈូក1គ្រឿងទូរស័ព្ទដៃម៉ាក iPhone 15 Pro Max ពណ៌ខ្មៅ1គ្រឿងជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌ7មករាកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញតាមនីតិវិធីព័ត៌មានខាងលើខ្ញុំបានដកស្រង់ចេញពីទំព័រកាសែតកោះសន្តិភាពសូមអរគុណ